សួរលោកគ្រូថ្ងៃនេះមកធ្វើកិច្ចការងារបន្តទៀតគឺការងារជាមួយនឹងការ sort comment ការងារ sort comment នេះគឺយើងធ្វើឡើងដើម្បីរៀបចំ comment ដែលធ្វើឲ្យវាមានទូនាទីទទួលយកការងារច្រើនដែលមាន read write ឬក៏ការគណនាអីចឹងទៅហើយមួយទៀតអឺគឺមួយទៀតគឺយើង អឺបង្កើតយើងអាចបង្កើត comment ថ្មីមួយទៀតសម្រាប់មាន3 comment ថ្មីហ្នឹងដែលយើងអាចប្រើប្រាស់បានមានដូចជា user និងអញ្ចឹងបង្កើត comment ថ្មីគឺទីមួយគឺ user អាច log in ជាមួយ log out បានហើយមួយទៀតគឺ in memory គឺអាចបានតែ log in ទេ log out វិញអត់បានទេហើយមួយទៀតគឺបង្កើតដើម្បីឲ្យ general អាចយកទៅប្រើប្រាស់បានដូច្នេះយើងទៅវាយ comment មួយដើម្បីបង្កើត comment អញ្ចឹងយើងបង្កើត comment មួយដែលយើងអាចស្វែងរក hostman ជាមួយនឹងmemory RAM បានដែលយើងប្រើជាមួយនឹង alias ហើយ sc1.1 comment នេះគឺយើងប្រើសម្រាប់បង្កើត comment ថ្មីគឺឈ្មោះ comment ថ្មីដែលយើងបង្កើតសម្រាប់ឲ្យយើងទាញយកទៅចំណីដែលមានជាមួយនឹង hostname ហើយជាមួយនឹងmemory 3.8 អូខេ double quote hostname.i 3.8 តម្រិតយើង enter មកហើយយើងគ្រាន់តែទាញយក command នោះមកប្រើប្រាស់ដែលមានឈ្មោះថា sv1.comment នោះយើងនឹងឃើញមានជាមួយនឹង hostname ដែលមាន IP address យើងជាមួយនឹង memory របស់យើងហ្នឹងអញ្ចឹងបន្ទាប់មកយើងចុចវាយ alias ទៅនោះយើងនឹងឃើញ command sc1.comment ដែលស្មើ hostname ដែលយើងបានបង្កើតមុនហ្នឹងហើយសម្រាប់ទាញយក hostname ជាមួយនឹង IP និង RAM បន្តមកទៀតបើយើងចង់លុបវាយើងគ្រាន់តែវាយ unalias ជាមួយនឹង command sc1.comment ហើយយើង enter ទៅហើយយើង alias វាម្ដងទៀតមកដើម្បីមើលថានៅក្នុងនោះនៅមាន command នឹងទៀតអត់ដូច្នេះវាបានលុប command នៅក្នុងនឹងរួចរាល់ហើយហើយយើង clear មួយទៅចឹងឥឡូវនេះយើងទៅបង្កើត command នឹងឡើងវិញហើយយើងសាក log out វាហើយយើង log in វិញហើយយើងclear មួយយើងវាយ alias ដើម្បីមើលថា command ដែលយើងបានបង្កើតមុនហ្នឹងតើវានៅមានអត់អញ្ចឹងយើងឃើញថា command មុនហ្នឹងគឺវាអត់មានទេអញ្ចឹងមានន័យថា command ដែលយើងបានបង្កើតមុនហ្នឹងគឺនៅក្នុង in memory គឺបានតែ log in ទេពេល log out គឺយើងមើលឡើងឃើញហើយអញ្ចឹងយើងទៅតេស្តនៅក្នុង in user ម្ដងដែលមុននឹងតេស្តគឺយើងls មួយសិនជាមួយនឹង .a ដែលយើងធ្វើ ls.a នេះដើម្បីស្វែងរក file មួយដែលមានឈ្មោះថា bash xrc អញ្ចឹងយើង enter មកយើងនឹងឃើញមានដូចជា bash xrc ហើយអញ្ចឹងបើសិនបើយើងអត់មាន file ហ្នឹងទេយើងគ្រាន់តែវាយ command មួយដើម្បីបង្កើត file bash as bash rc ហ្នឹងមកដែលយើងគ្រាន់តែវាយ vm.bash xrc អញ្ចឹងដោយសារនៅក្នុងនេះខ្ញុំបានបង្កើតរួចរាល់ហើយអញ្ចឹងខ្ញុំមិនចាំបាច់ enter ទេពេលដែលយើង enter គឺវានឹងមាន load data មួយចំនួននៅក្នុង bash xrc ហ្នឹងអញ្ចឹងនេះគ្រាន់តែជា command មួយសម្រាប់បើសិនជាយើង ls.a ទៅមិនឃើញ bash xrc អញ្ចឹងបន្តមកទៀតគឺយើងបង្កើត file មួយដែលមានឈ្មោះស្តីងជាមួយនឹង bash rc ហ្នឹងដែលយើងប្រើជាមួយនឹង touch.bash rc rcs នឹងថែម s ខ្ទុយមួយទៀតទៅហើយយើង enter មកយើងបន្តមកទៀតយើងចូលទៅកាន់bash rcs ដែលយើងបង្កើតថ្មីនេះគ្រាន់ប្រើ command vam ហើយ bash rcs ហើយយើង enter មកអញ្ចឹងកន្លែងនេះយើងបង្កើត command ថ្មីមួយដែលយើងចូលទៅកាន់ RAM ជាមួយនឹង hostname ដូចគ្នាដែលយើងប្រើជាមួយនឹង command នេះដែរគឺ alias sv1com ដែលយើងប្រើបង្កើត command មួយដែលមានឈ្មោះថា sv1com
ដែលយើងអាច access ចូលទៅមើលជាមួយនឹងhostname និង IP ដូចបាន yes du.h df.h ជាមួយនឹង hostname .i យើងបិទថ្មិញក៏ដល់ទៅហើយយើង key escape ហើយយើង sell ហើយ leave ខ្លួនអូខេទៅមកទៀតយើង clear វាមួយសិនទៅតមកទៀតយើង comment បាញ់មិញហ្នឹងយើងអត់ទាន់បានប្រើបានទេអញ្ចឹងយើងត្រូវយើងអត់ទាន់ទីយកមកប្រើបានទេអញ្ចឹងយើងត្រូវវាយ comment មួយទៀតសម្រាប់ទីយកមកប្រើដែលជាមួយនឹងប្រើ comment source source dot bash rcs ដែលយើងមកកើតមួយទៀតដែល file មិញគឺមានឈ្មោះថា bash rcs ហើយយើង enter ទៅតមកទៀតគឺយើងប្រើជាមួយនឹង comment ដែលយើងបានបង្កើតមុនហ្នឹង se1.com នោះយើងនឹងឃើញមាន data ដែលយើងទីយកមកបង្ហាញនៅក្នុងផ្ទាំងរបស់យើងហើយអញ្ចឹងបើសិនជាយើងចង់កែជាមួយនឹង comment របស់យើងដែលយើងគ្រាន់តែចូលទៅកាន់ vim ទៅកាន់ឈ្មោះ file របស់យើងទៅហើយទៅយើងគ្រាន់តែចុចកែ comment របស់យើងទៅបានហើយអញ្ចឹងតមកទៅយើងសារ log out ចេញហើយជាមួយនឹង log in សារថ្មីមក stop jobs អូខេហើយយើងហៅ comment ដែលយើងបានបង្កើតមុនហ្នឹង c1.com បាទ file ឡើយចាំបន្តិច